មើលវីដេអូនេះដល់ចប់ពុកម៉ែបងប្អូននឹងដឹងពីរបៀបធ្វើសាច់គោរុំជាមួយនឹងទំពាំងបារាំងដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយនឹងចេះធ្វើអំបិលម្រេចក្រូចឆ្មាដែលមានរសជាតិឆ្ងាញ់បាទជាលក់ជាមួយនឹងសាច់គោរុំទំពាំងបារាំងគឺថាត្រូវគ្នាមែនទែនឥឡូវយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Page សំណាង TV ថ្ងៃនេះខ្ញុំចែករំលែកពុកម៉ែបងប្អូនពីម្ហូបមួយមុខដែលពិសេសមែនទែនហើយគ្រឿងផ្សំងាយៗទេពុកម៉ែបងប្អូនបាទមានសាច់គោបាទយកកន្លែងណាដែលយើងផុយបន្តិចទៅហើយនឹងមានទំពាំងបារាំងក្រូចឆ្មាម្ទេសហើយនឹងខ្ញុំបន្ថែមជាមួយនឹងម្ទេសវែងនេះខ្ញុំមិនដឹងថាជាម្ទេសអីដែរទេបាទខ្ញុំឃើញទំនងខ្ញុំក៏ទិញមកដើម្បីរុំដូចទំពាំងបារាំងចឹងដែរទៅហើយរបៀបនៃការហាន់សាច់គោពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសង្ឃឹមថាអាចចេះហាន់ណាព្រោះខ្ញុំបង្ហាញច្បាស់មែនទែនបាទហើយសាច់គោគឺយើងត្រូវហាន់វាទៅតឹងសាច់បាទសាច់គោគឺវាមានបដោយហើយនឹងទៅតឹងតែកាលណាយើងហាន់បដោយសាច់មានន័យថាយើងហាន់បដោយច្រាំងរបស់វាហ្នឹងគឺធ្វើឲ្យសាច់គោពេលដែលយើងញ៉ាំទៅវាអាចមានសរសៃអាចនឹងជាប់ធ្មេញអាចនឹងស្វិតអីចឹងទៅអញ្ចឹងគឺយើងហាន់របៀបនេះនេះឃើញទេពុកម៉ែបងប្អូនឃើញខ្ញុំលើកបង្ហាញទេបាទគឺយើងហាន់របៀបនេះធ្វើឲ្យសាច់គោរបស់យើងនឹងផុយហើយយើងងាយស្រួលនៅក្នុងការញ៉ាំបន្ទាប់ពីយើងហាន់សាច់គោហើយបាទយើងទុកសាច់គោមួយឡែកសិនទៅបាទហើយឥឡូវខ្ញុំមកចាប់ផ្ដើមជាមួយនឹងទំពាំងបារាំងបាទទំពាំងបារាំងយើងកាត់យកកន្លែងនេះខ្ចីមកណាពុកម៉ែបងប្អូនបាទនេះខ្ញុំកាត់យកកន្លែងនេះខ្ចីបាទហើយឥឡូវម្ទេសក៏ដូចគ្នាដែរបាទខ្ញុំកាត់វាជា2ទៅដោយសារម្ទេសវារាងវែងអញ្ចឹងយើងកាត់វាជា2ហើយពេលដែលទឹកពុះបាទយើងចាប់ផ្ដើមស្រុះជាមួយនឹងទំពាំងបារាំងហ្នឹងបន្តិចទៅណាហើយបន្ថែមជាមួយនឹងអំបិលម៉ត់អំបិលសយើងហ្នឹងបាទបន្ថែមមួយចុងស្លាបព្រាទៅហើយពុកម៉ែបងប្អូនស្រុះអត់យូរទេបាទគឺយើងស្រុះតាមមកភ្លោកយើងលើកចេញមកត្រាំជាមួយនឹងទឹកត្រជាក់បាទមានទឹកកកបន្ថែមជាមួយនឹងទឹកកកទៀតទៅហើយសម្រាប់សាច់គោបាទខ្ញុំប្រឡាក់ជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចប៊ីចេងបន្តិចប្រេងខ្យងបន្តិចហើយបើពុកម៉ែបងប្អូនមានប្រេងអូលីវដាក់ប្រេងអូលីវប្រហែលជាមួយស្លាបព្រាបាយទៀតទៅហើយបើអត់មានប្រើប្រេងធម្មតាក៏បានដែរដើម្បីឲ្យសាច់គោរបស់យើងវាទន់ពេលដែលប្រឡាក់សាច់របស់យើងរួចរាល់អស់បាទយើងយកវាមករុំជាមួយនឹងទំពាំងបារាំងក៏ដូចជាម្ទេសហើយបន្លែតាមចំណង់ចំណូលចិត្តទៅពុកម៉ែបងប្អូនចូលចិត្តបន្លែអីយកមករុំតាមហ្នឹងណាហើយឥឡូវខ្ញុំមកលាយអំបិលម្រេចបាទហើយរបៀបធ្វើខ្ញុំប្រើជាមួយនឹងម្សៅស៊ុបខ្នុរប្រហែលជាមួយស្លាបព្រាបាយប៊ីចេងបន្តិចស្ករបន្តិចបាទហើយបន្តមកគឺយើងដាក់ម្រេចប្រហែលជាកន្លះស្លាបព្រាបាយទៅច្បាច់ក្រូចឆ្មាបាទហើយខ្ញុំបន្ថែមជាមួយនឹងទឹកក្តៅបន្តិចបាទខ្ញុំអត់ប្រើទឹកត្រីទេពុកម៉ែបងប្អូនបាទខ្ញុំធ្វើរបៀបនេះហើយខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់បាទទឹកដោះគោខាប់នេះយើងបន្ថែមទី1គឺរសជាតិទី2គឺក្លិនឈ្ងុយបាទហើយយើងដាក់តាមចំណង់ចំណូលចិត្តទៅពុកម៉ែបងប្អូនចូលចិត្តរសជាតិបែបណាបាទផ្សំគ្រឿងបែបហ្នឹងទៅឥឡូវសាច់គោរបស់យើងក៏រួចរាល់ហើយអំបិលម្រេចក្រូចឆ្មាក៏យើងធ្វើហើយដែរអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ចម្អិនទៅណាពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនមានខ្ទះបាទដាក់ប៊ឺចូលទៅហើយពេលដែលប៊ឺក្តៅគឺយើងយកសាច់គោដែលយើងរុំជាមួយនឹងទំពាំងបារាំងក៏ដូចជាជាមួយនឹងម្ទេសបាទយើងរុំហើយហ្នឹងបាទគឺយើងយកវាទៅដាក់ចៀនទៅណាបាទយើងចៀនក៏មិនចៀនឲ្យឆ្អិនណាដែរសម្រាប់សាច់គោពុកម៉ែបងប្អូនបាទហើយបន្លែក៏វាឆ្អិនស្រាប់អញ្ចឹងគឺថាយើងគ្រាន់តែដាក់ទៅតាមមួយស្ពាប់ពីរអញ្ចឹងណាយើងញ៉ាំបានហើយបាទយើងអត់ចៀនវាឲ្យឆ្អិនពេកទេបាទសម្រាប់សាច់គោយើងហាន់របៀបនេះបាទគឺថាសាច់ទន់ល្អណាពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាក៏ឆ្ងាញ់ណាស់ដែរហើយអ្វីដែលពិសេសនោះគឺថាវាត្រូវគ្នាមែនទែនជាមួយនឹងអំបិលម្រេចក្រូចឆ្មាដែលយើងលាយគ្រឿងរបៀបនេះបាទគឺថាយកមកជ្រលក់គឺថាត្រូវណាពុកម៉ែបងប្អូនហើយបាទឥឡូវនេះសំបីតាកំពុងតែ voice over ហ្នឹងក៏នឹកឃើញថាចង់ញ៉ាំទៀតដែរបាទដោយសាររសជាតិរបស់វាគឺថាឆ្ងាញ់ពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានណាមើលវីដេអូនេះហើយបាទសង្ឃឹមថាអាចធ្វើកើតហើយព្រោះមុខម្ហូបនេះគឺថាងាយទេពុកម៉ែបងប្អូនអាចធ្វើញ៉ាំបានបាទទំនេរគឺធ្វើញ៉ាំទៅបាទសម្រាប់ជុំគ្រួសារហ្នឹងបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនមែនទែនបាទជួបគ្នាវីដេអូក្រោយទៀត